Ban tầm điệp số bộ bảng ổn này nhóm thọt ăn chấm trở lên có họ một nhóm ổn thì cái chia ăn chấm trở lên có họ một nhóm cứ nhóm chấm trở lên có hôm đồng bay tiền do họ bây giờ pi cứ tìm mối sai trở lên thôi chia chấm này món chấm này tía rồi có trái hay năng mười tiết này còn sai trở lên này món tê vô chặt xí bọn sao bây chia hết sạch được protein cấp búa chẳng món tê chặt xí sai tíaกับปลาsi tê cái đồ rôm sả men tên សម្រាប់ពុកម៉ែបងប្អូនអ្នកគាត់មានចំគោចំជ្រូកចំពពែឬក៏ចំកបីណាដែលបងប្អូនមានលំមុខសាទាំងអស់ហ្នឹងបងប្អូនគួរតែចំចលៀនក្រហមទៅដើម្បីយើងទាញយកផលប្រយោជន៍ពីរគឺទី1សាច់បោះចលៀនធ្វើជាចំណីមាន់ចំណីទាហើយនិងចំណីត្រីហើយមួយទៀតអាចបោះវាបងប្អូនអាចបោះវាសុសៗណាអូបងប្អូនសម្រាប់យកទៅប្រើប្រាស់លើដំណាំផ្សេងៗដោយសារនៅក្នុងអាចចលៀននេះវាមានពងចលៀនអញ្ចឹងកាលណាយើងប្រើយកវាទៅដាក់តាមកូនដំណាំពងចលៀនវាញាស់មកវារកក្នុងរកតាមគុំដំណាំដែលធ្វើឲ្យគុំដំណាំយើងដែលយើងធូរហើយដំណាំមានសុខភាពល្អបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ដឹងពីបច្ចេកទេសនៃការចំចលៀនក្រហមបងប្អូនអាចសាកសួរខ្ញុំបានខាងខ្ញុំមានប្រឹក្សាបច្ចេកទេសក្នុងការចំចលៀនហើយនិងការផលិតជីកប៉ុស្តិ៍អាចចលៀនបងប្អូនជាពិសេសគឺខ្ញុំផ្ដោតទៅលើបងប្អូនដែលគាត់មានចំគោចំជ្រូកពពែឬក៏កបីអីដែលបងប្អូនមានលំមុខសាកទាំងអស់ហ្នឹងបងប្អូនគួរយកវាមករៀបខ្ញុំចេះក៏បានឬក៏បងប្អូនចំដាក់ក្នុងកធុនក្នុងធុងស្នោអីក៏បានបងប្អូនព្រោះអានេះវាងាយចំនេះទេឲ្យតែបងប្អូនមានលំមុខសាកកាលណាយើងមានលំមុខសាកច្រើនយើងអាចផលិតបានច្រើនបងប្អូនដោយសារវាស៊ីលំមុខសាកហើយវាសាយកូនណាបងវាជក់អាចមកយើងប្រមូលអាចវាដាក់ដំណាំហើយនឹងសាច់របស់វាយកបាច់យមន់ឬក៏ទាឬក៏ត្រីយើងស៊ីយើងទៅបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការពូជអាចក៏មកខាងខ្ញុំបានខាងខ្ញុំមានលក់ពូជហើយនឹងខ្ញុំអាចផ្ញើបាន25ខេត្តក្រុងទីតាំងខ្ញុំនៅស្រុកបិសាចខេត្តព្រៃវែងអរគុណច្រើនបងប្អូន